សួស្តីអ្នកទាំងអស់គ្នាអ្នកដែលកំពុងតែតាមដានក៏ដូចជាមើលវីដេអូនេះផងដែរថ្ងៃនេះគឺខ្ញុំបានឡើងមកលេងនៅភ្នំខ្លាកូនហើយគឺជាទីកន្លែងមួយដែលបរិយាកាសពីធម្មជាតិហ្នឹងគឺអំណោយផលមែនទែនហើយថ្ងៃនេះផងដែរគឺខ្ញុំមានសកម្មភាពនៅក្នុងការធ្វើរំហាត់ក៏ដូចជាបំពេញរំហាត់ឲ្យគ្រូបែបលក្ខណៈថតហើយកាត់តវីដេអូខ្ញុំនឹងដាក់ជា sample នៅក្នុងវីដេអូនេះហើយថ្ងៃនេះគឺត្រូវនឹងថ្ងៃសៅរ៍ទី22ឆ្នាំ2025ខ្ញុំមានអារម្មណ៍ថារាំងស្រស់ស្រាយមែនទែនពោះនៅពេលដែលយើងងើបពីព្រឹកឡើងហើយមកកំសាន្តនៅភ្នំមកមើលភ្នំក៏ដូចជាមកលេងនៅកន្លែងភ្នំបែបនេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែនហើយក៏យើងមានពេលវេលាសម្រាប់សម្រាកខួរក្បាលរបស់យើងមួយចំនួនផងដែរពួកអ្នកនរគ្នាដឹងហើយថានៅពេលខ្លះគឺពីច័ន្ទដល់ศุកร์យើងធ្វើការពេញមួយសប្តាហ៍សឹងតែយើងភ្លេចថែទាំសុខភាពខ្លួនឯងក៏ដូចជាមានពេលវេលាសម្រាប់ខ្លួនឯងហើយវីដេអូនេះផងដែរអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះក៏ដូចជាការចង់ចែករំលែកជាមួយនឹងអ្នកនរគ្នាគឺមិនថាតែយើងធ្វើអីក៏ដោយយើងត្រូវតែធ្វើវាឲ្យអស់ពីចិត្តព្រោះលទ្ធផលវាជាអ្នកសម្រេចអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយសកម្មភាពដែលខ្ញុំបានថតដើម្បីអភិវឌ្ឍសមត្ថភាពនៅក្នុងការកាត់តវីដេអូរបស់ខ្ញុំ